កងឆ្លប់ធ្លាប់ស្ដាប់ឮលោកណុកណែមនិងលោកសេរីគឹមណូវ៉ាគាត់ជជែកគ្នាពីគម្រោងរត់ចេញទៅប្រទេសសៀមតាមពិតទៅខ្មែរក្រហមធ្លាប់ចាប់បានលោកណុកណែមម្ដងរួចមកហើយតែក្រោយមកគេក៏ដោះលែងគាត់មកវិញនិយាយទៅពួកគាត់ទាំងពីរនាក់ក៏អត់នឹកស្មានដល់ថាខ្មែរក្រហមសាហាវប្រៃផ្សៃរហូតដល់យកគាត់ទៅសម្លាប់ចោលគ្រប់ជំរាបសួរប្រិយមិត្តដែលតែងតែគ្រប់គ្រងកិច្ចការងារស្រាវជ្រាវរបស់ទេពយូរ៉ាថ្ងៃនេះនីតិសោតនេតកម្មខ្មែរសូមនាំអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់មកដឹងពីដំណឹងចុងក្រោយរបស់តួកុននៃយើងគឺលោកណុកណែមនិងលោកស្រីគឹមណូវ៉ានៅក្នុងរបបខ្មែរក្រហមចង់ដឹងថាតើលោកទាំងពីរមានជួបវាសនាដូចម្ដេចនិងជួបនៅរឿងរ៉ាវរន្ធត់យ៉ាងណាខ្លះសូមប្រិយមិត្តអ្នកស្ដាប់តាមដានវីដេអូមួយនេះដូចតទៅចេកអាំងសូមអាំងមានរសជាតិឈ្ងុយឆ្ងាញ់អនាម័យល្អនិងមានតម្លៃសមរម្យកុំភ្លេចចេកអាំងខ្ទិះដូងនិងសូមអាំងខ្ទិះដែលមានទីតាំងនៅលើផ្លូវ2011ម្ដុំផ្សារជុកមាសទូមុខសាលាវិទ្យាជាប់ហាង Cafe Corner ចេកអាំងខ្ទិះដូងនិងសូមអាំងខ្ទិះគឺមានលក់ចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 5 ល្ងាចនិងមានទទួលរៀបចំនៅក្នុងកម្មវិធីមង្គលការជប់លៀងផ្សេងៗនៅទូទាំងរាជធានីខេត្តបងប្អូនអាចធ្វើការកក់ឬក៏មកបានតាមរយៈលេខទូរស័ព្ទនិង Telegram 086 553 366ឬអាចទំនាក់ទំនងមកកាន់ page ខាងលើនេះបានបន្ទាប់ពីរបបខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជាបានទាំងស្រុងនៅថ្ងៃទី17ខែមេសាឆ្នាំ1975ជោគវាសនាប្រទេសកម្ពុជាក៏បានធ្លាក់ទៅក្នុងនរកអវជ័យដែលបណ្ដាឲ្យប្រជាជនស្លូតត្រង់ជាង3លាននាក់បានបាត់បង់ជីវិតនិងបន្សល់ភាពឈឺចាប់និងទុក្ខវេទនាចំពោះអ្នកដែលនៅរស់រានមានជីវិតរួចផុតពីការកាប់សម្លាប់ក្នុងរបបនេះនៅក្នុងវីដេអូមួយនេះផងដែរខ្ញុំក៏ចង់លើកបង្ហាញនៅដំណឹងចុងក្រោយរបស់តួកុនរបស់យើងគឺលោកណុកណែមនិងលោកស្រីគឹមណូវ៉ាដែលគាត់ក៏ជាជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមដូចគ្នាតាមកិច្ចការងារស្រាវជ្រាវបានឲ្យដឹងថានៅថ្ងៃទី16ខែមេសាឆ្នាំ1975លោកណុកណែមនិងភរិយារបស់គាត់លោកស្រីគឹមណូវ៉ារួមទាំងកូនស្រីគឺបានស្នាក់នៅក្នុងផ្ទះល្វែងជាន់ទី3មួយកន្លែងនៅខាងត្បូងផ្សារអូរឫស្សីយើងបានដឹងថានៅយប់ថ្ងៃទី16ហ្នឹងគឺគាត់បានឃើញយន្តហោះរបស់សាធារណរដ្ឋខ្មែរហ្នឹងបានទម្លាក់គ្រាប់បាញ់គ្រាប់យ៉ាងខ្លាំងទៅលើទាហានខ្មែរក្រហមដើម្បីទប់ទល់ការរុលចូលរបស់ទាហានខ្មែរក្រហមចូលមកទីក្រុងភ្នំពេញហើយពេលនោះគាត់នឹកក្នុងចិត្តថាចេះគាត់ជឿជាក់ទៅលើទាហានសាធារណរដ្ឋខ្មែរនឹងអាចទប់ស្កាត់បានតែវាជារឿងដែលនឹកស្មានមិនដល់នៅថ្ងៃទី17ខែមេសាឆ្នាំ1975ហ្នឹងនៅវេលាម៉ោង8ព្រឹកទាហានខ្មែរក្រហមក៏បានចូលមកទីក្រុងភ្នំពេញតាមស្ពានក្បាលខ្នល់ហើយរយៈពេលប្រហែលជា1ម៉ោងជាងក្រោយមកលោកណុកណែមគាត់ក៏បានលើខាងវិសុគេបានផ្សាយឲ្យមន្ត្រីរាជការក៏ដូចជាអ្នកមានមុខមាត់ហ្នឹងទៅជួបជុំគ្នានៅកន្លែងមន្ទីរព័ត៌មានហើយពេលលើបែបនេះលោកណុកណែមគាត់ចង់ទៅដែរប៉ុន្តែភរិយារបស់គាត់បានហាមអត់ឲ្យទៅហើយនឹងអ្នករស់នៅជិតគ្នាគឺលោកស្រុនអិនគឹមដែលគាត់ជាអ្នករស់នៅជិតគ្នាអញ្ចឹងទៅគាត់ក៏បានហាមដែរគាត់ថាស្ថានភាពសុខទេសអត់ស្រួលទេដូច្នេះហើយយើងកុំចេញមុខចេញមាត់អីចឹងណាដោយសារតែការហាមឃាត់នឹងលោកដំណាងក៏គាត់អត់បានទៅទេប៉ុន្តែបើយើងងាកមកមើលប្រជាជននៅតាមដងផ្លូវវិញគឺកំពុងតែត្រូវបានទាហានខ្មែរក្រហមគេចលះចេញហើយខ្ញុំអត់ដឹងថាតើបណ្ដាមកពីមូលហេតុអីបានជាក្រុមគ្រួសាររបស់លោកណុកណែមអត់តន់ចលះទៅថ្ងៃទី17ហ្នឹងទេតតែថ្ងៃទី18ខែមេសាឆ្នាំ1975ទើបក្រុមគ្រួសាររបស់គាត់និងអ្នកដែលរស់នៅផ្ទះជិតគាត់លោកស្រុនអិនគឹមហ្នឹងបានចលះចេញទៅហើយលោកណុកណែមគាត់ចលះចេញទៅជាមួយនឹងរថយន្តធំមួយមានភរិយារបស់គាត់កូនគាត់ហើយនឹងអង្គរៈគាត់2-3នាក់គាត់បានចលះទៅតាមផ្លូវស្ទឹងមានជ័យហើយគាត់ក៏បានស្នាក់នៅទីនោះចំនួន2ថ្ងៃគាត់អត់ទៅណាទៀតទេដោយសារគាត់គិតថាគេថាឲ្យចលះតែ3ថ្ងៃអញ្ចឹងគាត់គោចលះទៅនៅចិត្តនឹងអញ្ចឹងគាត់អត់ទៅណាឆ្ងាយព្រោះចាំចូលមកវិញហើយនៅអំឡុងពេលនោះដែរក៏មានមនុស្សមួយចំនួនក៏អត់ជឿជាក់ថានឹងអាចវិលត្រឡប់មកចូលក្នុងទីក្រុងភ្នំពេញវិញបានទេព្រោះដោយសារតែគាត់ដូចថាគាត់តាមដានស្ថានភាពស្រុកទេសទៅដូចវាកាន់តែវឹកវរទៅអញ្ចឹងគាត់អត់គិតថានឹងអាចទៅបានទេតែលោកណុកណែមគាត់នៅតែគិតថាមិនអីពេលនោះដែរគាត់ក៏មានបំណងមានកម្រងចង់ចូលមកភ្នំពេញវិញដែរព្រោះដោយសារតែគាត់ថាគាត់ភ្លេចរបស់សំខាន់គាត់ចង់ចូលមកយករបស់សំខាន់នឹងវិញប៉ុន្តែប្រពន្ធគាត់ក៏ដូចជាអ្នកដែលនៅជិតខាងហ្នឹងក៏គេហាមកុំឲ្យគាត់ទៅខ្លាចមានបញ្ហាអីចឹងគាត់ក៏អត់បានទៅហើយនៅក្នុងពេលនោះដែរអ្នកដែលនៅម្ដុំស្ទឹងមានជ័យដូចគ្នាហ្នឹងនៅសម្រាប់នៅទីហ្នឹងគេក៏បានគិតពីគម្រោងថានឹងចង់ចេញទៅប្រទេសវៀតណាម
ហើយគេក៏បានពិភាក្សាជាមួយលោកនុកណែមជាមួយអីចឹងហើយគេក៏បបួលគាត់ថាគួរតែចេញទៅក្រៅប្រទេសទៅព្រោះដោយសារប្រទេសយើងមើលទៅដូចជាមិនសុវត្ថិភាពទេពេលនោះលោកនុកណែមគាត់និយាយថាចេះប្រទេសវៀតណាមគឺជាប្រទេសកុម្មុយនីសដែរអញ្ចឹងក៏អត់ទៅទេហើយបើប្រពន្ធគាត់វិញគាត់ចង់ទៅប្រពន្ធគាត់នៅពេលដែលឮពិភាក្សាគ្នាចុះហើយប្រពន្ធគាត់ចង់ទៅតែដោយសារតែលោកណែមគាត់អត់ទៅអញ្ចឹងលោកស្រីគឹមណូវ៉ាក៏សម្រេចចិត្តតាមប្តីអត់ទៅទេអញ្ចឹងអ្នកដែលគេសម្រេចចិត្តទៅគេក៏ជំលះទៅផ្លូវផ្សេងពីគាត់អញ្ចឹងទៅគាត់ក៏ធ្វើដំណើរបន្តអញ្ចឹងទៅខ្ញុំអត់ដឹងថាគាត់ធ្វើដំណើររយៈពេលប្រហែលថ្ងៃទេហើយបើតាមរយៈសាក្សីគាត់បានប្រាប់ថាគាត់បានជួបលោកនុកណែមនឹងនៅវត្តពោមរាពេលគាត់ជលះទៅដល់បើកឡានទៅដល់វត្តពោមរាហ្នឹងគាត់ឲ្យប្រពន្ធគាត់ជិះឡានទៅមុនអញ្ចឹងទៅគាត់សុំដើរមើលគេមើលឯងអញ្ចឹងដូចថាគាត់ stress ផងអីផងគិតអីអត់ចេញអញ្ចឹងក៏ចុះពីលើឡានឲ្យប្រពន្ធជិះទៅមុនគាត់ដើរតាមមើលគេមើលឯងអញ្ចឹងទៅដល់ពេលគាត់ដើរអញ្ចឹងទៅដល់វត្តពោមរាគាត់ក៏បានជួបទៅនឹងឪពុកម្ដាយរបស់កីឡាករខៀវកុកស្តែនគាត់ស្គាល់ឪពុកម្ដាយកីឡាករខៀវកុកស្តែនហ្នឹងគឺដោយសារតែកីឡាករខៀវកុកស្តែនហ្នឹងធ្លាប់ថតកុនរឿងបិសាចសម័យថ្មីជាមួយលោកនុកណែមហើយពួកគាត់ក៏មានតំណែងគ្នាស្គាល់រាប់អានគ្នាទាំងម្ដាយទាំងអីចឹងទៅដល់ពេលគាត់ជួបគ្នាអញ្ចឹងគាត់ក៏បាននិយាយរៀបរាប់ពីហេតុការណ៍ក៏ដូចជាព្រឹត្តិការណ៍និងរឿងរ៉ាវទៅអនាគតនឹងទៅវិញទៅមកអញ្ចឹងទៅហើយនៅពេលដែលគាត់កំពុងតែជជែកពិភាក្សាគ្នានៅក្នុងស្រាប់តែមានកងឆ្លូប2នាក់គេបានដើរសម្ដៅមកជួបលោកនុកណែមហើយគេបានសួរលោកនុកណែមថាចេះបន្ទាប់ពីខ្មែរក្រហមដោះលែងមិត្តឯងទៅតើមិត្តឯងនៅធ្វើតាហ៊ានទៀតឬមួយក៏ឈប់ហើយពេលនោះលោកនុកណែមគាត់ក៏បាននិយាយថាខ្ញុំអត់ធ្វើតាហ៊ានអីទេខ្ញុំគ្រាន់តែថតកុនទេហើយគាត់និយាយបដាគាត់មូបរិយស្លឹកសង្កែជក់បារាហើយគាត់ចុចអា7គេហៅ7ទុំចំហុយចុចជាមួយនឹងស្ករត្នោតអញ្ចឹងណាគាត់ហូបបដាចុចបដាហើយកាលនោះគេបានឃើញគាត់គឺក្នុងឯកសន្តានគាត់គឺខោជើងប៉ាត់អាវសង្ត្រេហ្នឹងអាវត្រេអ៊ីហ្នឹងកាឡាហ៊ូកសែតហើយពាក់មួកស្លឹកត្នោតធំបង្គកសែងពោះគោពណ៌ក្រហមហើយនឹងមានឈើច្រត់ហើយគាត់និយាយគាត់អត់មានខ្លាចអត់មានអីគាត់លក្ខណៈដូចធម្មតាគាត់អត់បារម្ភអត់អីច្រើនទេហើយអានេះខ្ញុំសូមបញ្ជាក់កាលពិតទៅលោកនុកណែមនៅឆ្នាំ1973លោកនុកណែមត្រូវបានទាហានខ្មែរក្រហមគេចាប់គាត់បានម្ដងនៅម្ដុំភ្នំស្រង់ហើយគេក៏បានយកគាត់ទៅឃុំសួរចម្លើយនៅភូមិដូចជាឫស្សីវាលនៅភូមិឫស្សីវាលហ្នឹងហើយហើយក្រោយមកទៀតក៏គេបានដោះលែងគាត់មកវិញចឹងទៅហើយកាលនោះគាត់គឺពាក់សាក់2លោកនុកណែមគាត់ពាក់សាក់2បាទបន្ទាប់ពីសួរនាំហើយអីចឹងទៅលោកនុកណែមក៏បានជជែកគ្នាជាមួយនឹងម្ដាយរបស់កីឡាករខៀវកុកស្តែនបណ្ដាអីបណ្ដាហើយក្រោយមកគាត់ក៏ត្រូវបានគេឲ្យទៅស្នាក់នៅក្នុងភូមិរីទៅស្នាក់នៅក្នុងភូមិរីស្រុកកុងពិសីខេត្តកំពង់ស្ពឺគឺនៅខាងត្បូងវត្តក្អែកទុំនៅខាងត្បូងវត្តក្អែកទុំចម្ងាយពីកន្លែងដែលម្ដាយកីឡាករខៀវកុកស្តែនរស់នៅហើយនឹងចម្ងាយដែលគាត់រស់នៅហ្នឹងគឺតែ200ម៉ែត្រទេហើយចំនួននោះដូចថាគេអត់ទាន់តឹងរឹងអីទេបន្ទាប់ពីលើកទំនប់ធ្វើស្រែចម្ការអីចឹងទៅគាត់អាចស្កាត់ហត់មកហៅគ្នាមកជួបគ្នានិយាយអីបានហើយការហូបចុកក៏អត់ទាន់ពិបាកអីដែរលុះដល់ពេលមួយគឺនៅក្នុងអំឡុងឆ្នាំ1975ដដែលប្រហែលជាខាងខ្មែរក្រហមគេឲ្យយើងចុះឈ្មោះបញ្ជាក់ប្រាប់ពីទីតាំងឬមួយក៏ស្រុកកំណើតរបស់យើងដើម្បីគេបញ្ជូនយើងទៅស្រុកកំណើតអីចឹងណាពេលនោះដែរលោកនុកណែមគាត់ក៏បានប្រហែលជាម៉ោង3ឬមួយម៉ោង4សៀលគាត់ក៏បានមកជួបឪពុកម្ដាយកីឡាករខៀវកុកស្តែនហើយគាត់ក៏បានបបួលពួកគាត់នឹងឲ្យទៅនៅស្រុកកំណើតជាមួយគាត់នៅឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវហើយពេលនោះដែរម្ដាយកីឡាករខៀវកុកស្តែនគាត់ក៏និយាយថាគាត់អត់ទៅទេព្រោះដោយសារគាត់មានស្រុកកំណើតត្រូវទៅដែរអញ្ចឹងណាមួយគាត់នៅចិត្តនឹងទៅស្រួលបើសិនថាគេឲ្យធ្វើត្រឡប់ទៅភ្នំពេញវិញវានៅចិត្តនឹងស្រាប់អត់បញ្ហាអីចឹងណាដល់ពេលបបួលគាត់ទៅលោកនុកណែមនិងក្រុមគ្រួសារគាត់ក៏ជាលះបន្តទៅនៅឃុំអង្គស្នួរស្រុកតាមកក់ខេត្តតាកែវទៅដល់ទីនោះដូចជាមិនបានយូរប្រហែលប្រហែលជាជាង1ខែ
cô lưu đầm năng lịch lưu màu tha lục nộp ném từ bàn con chlộp khai cả hôm nâng chập lục tròn slap xế và đà lục từ bắt chẳng từ tận ái cài móc có khơi kết đo lên cột màu vinh mùi hạt này cả đo lên cột màu vinh nâng dương mình đang tha mùi hạt ấy tê còn té và to pi cái đo lên màu vinh nâng á cột hay nâng thẻ dịp hot cột nó về để giúp lại cột bàn chỉ chơi kia cột bàn dây thàn trẻ và bồn cột và tổ cột chứ á lục phải kim nova cột tổ lục nộp nam thaคือ nhé បងឯងអត់ជឿខ្ញុំទេអត់ស្ដាប់ខ្ញុំទេខ្ញុំថាឲ្យភៀសខ្លួនទៅសុកសៀមទៅអត់ជឿខ្ញុំទេឥឡូវមកពិបាកទាំងអស់គ្នានៅនឹងគាត់និយាយអញ្ចឹងណាកូនឆ្លូបវាស្ដាប់ឮហើយតាមពិតទៅលោកស្រីគឹមណូវ៉ាគាត់មានកម្រងរត់ចេញទៅប្រទេសបារាំងតាំងពីប្រទេសយើងទៅធ្លាក់ដបងដែរប៉ុន្តែលោកនុបណែមគាត់អត់ទៅដូច្នេះហើយទើបចេះតែនៅរហូតដល់ស្រុកធ្លាក់អញ្ចឹងទៅដល់ពេលគាត់និយាយចឹងទៅកងឆ្លូបក៏គេស្ដាប់ឮស្អែកឡើងគេក៏បានមកជួបពួកគាត់ហើយគេបាននិយាយថាអង្គការស្នើសុំពួកគាត់ទាំងពីរនាក់ហ្នឹងណាយកទៅរៀនសូត្រពេលនោះគេយកគាត់តែពីរនាក់ទេប៉ុន្តែលោកស្រីគឹមណូវ៉ានិងលោកនុកណែមគាត់ហាក់ដូចជាមិននឹកស្មានដល់ថាពួកខ្មែរក្រហមវានឹងយកពួកគាត់ទៅស្លាប់ចោលព្រោះដោយសារគាត់គិតថាគាត់មិនមានទោសកំហុសអីទេអញ្ចឹងគាត់គិតថាវាមិនអាចនឹងមានរឿងនឹងកាត់ឡើងទេអញ្ចឹងគាត់ក៏ស្នើសុំថាសុំយកកូនស្រីទៅជាមួយដែរព្រោះដោយសារតែបើមិនយកទៅទេខ្លាចបែកខ្ញែកគ្នាអញ្ចឹងកូននៅតូចហើយដូចថាស្តុកទេសអីវាកំពុងតែចលាចលអញ្ចឹងហើយគេក៏អនុញ្ញាតឲ្យយកទៅដល់ពេលយកទៅខ្ញុំអត់ដឹងថាពេលដែលគេយកទៅហ្នឹងគេស្លាប់គាត់ភ្លាមឬមួយក៏គេយកគាត់ទៅឃុំឃាំងគឺខ្ញុំអត់ដឹងច្បាស់ទេគ្រាន់តែដឹងថាគ្រាចុងក្រោយបង្អស់គឺគេបានបដាពួកគាត់ទាំង3នាក់ទៅជុំគ្នាហើយនៅពេលដែលទៅដល់កន្លែងពិឃាតហ្នឹងចិត្តទៅដល់កន្លែងពិឃាតហ្នឹងគេឲ្យលោកស្រីគឹមណូវ៉ានិងកូនស្រីនៅក្រៅនៅខាងមុខហ្នឹងសិនហើយគេបដាលោកនុបណែមហ្នឹងទៅមុនព្រោះកូនអត់ដឹងទេកូនចេះសួរម៉ាក់ប៉ាទៅណាម៉ាក់ប៉ាទៅណាអញ្ចឹងហើយលោកស្រីគឹមណូវ៉ានោះគាត់ទទួលបានការបៀតបៀនពីសំណាក់មេគុកក្រាំងតាចាន់គេចលះគាត់គេយកគាត់ទៅរៀនសូត្រហ្នឹងគឺយកទៅក្នុងគុកក្រាំងតាចាន់ហ្នឹងគេបិចថ្ពាល់ផងគេបិចចកាផងហើយបន្ទាប់ពីប្រហែលជាគេស្លាប់លោកនុបណែមរួចហើយបានគេដើរមកគេមកហៅគាត់ថាទៅជុំគ្នាមួយប្តីមកទៅហើយលោកស្រីគឹមណូវ៉ាក៏ពោកូនបដាកូនមិនមែនពោទេបដាកូនដើរទៅអញ្ចឹងទៅខ្ញុំអត់ដឹងថាតើវាមានរឿងអ្វីកើតឡើងចំពោះគាត់ហើយវារន្ធត់បែបណាសម្រាប់ពួកគាត់ទេនៅនីតិចុងក្រោយនោះគាត់តែយើងបានដឹងថាអ្នកទោសជាពិសេសប្រជាជនថ្មីគឺតែងតែទទួលរងនូវភាពអយុត្តិធម៌ភាពសាហាវព្រៃផ្សៃដែលពួកកងឆ្លុកខ្មែរក្រហមទាំងអស់នោះធ្វើមកលើពួកគាត់ហើយជាទូទៅចំពោះក្មេងៗគឺពួកវាអាចនឹងចាប់បោកទៅនឹងគល់ថ្នោតឬមួយក៏ដើមដូងឬមួយក៏ចាក់ជាមួយនឹងក្វិតចំពោះតុងហើយបើស្ត្រីជាពិសេសមនុស្សស្រីដែលស្អាតគឺមិនរួចពីការចាប់រំលោភទេមុននឹងសម្លាប់បាទហើយអ្វីដែលកាន់តែសោកសង្រេងជាងនេះទៀតបន្ទាប់ពីសម្លាប់ហើយពួកវាតែងតែវះដើម្បីយកប្រមាត់អានេះគឺជាអ្វីដែលជារឿងទូទៅដែលប្រជាជនបានដឹងពីភាពសាហាវព្រៃផ្សៃរបស់ពួកខ្មែរក្រហមហើយពួកគាត់ក៏ដូចគ្នាដែរយើងមិនដឹងថាមុននឹងពួកគាត់ទទួលមរណភាពតើគាត់ជួបនៅរឿងឈឺចាប់កម្រិតណាទេគាត់ជួបនៅរឿងរន្ធត់ប៉ុណ្ណាទេតែយើងក៏បានដឹងថាពួកគាត់ទាំង3នាក់គឺលោកនុបណែមលោកស្រីគឹមណូវ៉ានិងកូនស្រីរបស់គាត់គឺនុបមីលីកាគឺពួកគាត់ទាំង3នាក់គឺបានបាត់បង់ជីវិតនៅក្នុងបរិវេណគុកក្រាំងតាចាន់ចឹងជាចុងក្រោយខ្ញុំបាទសូមឧទ្ទិសបុណ្យកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកនុបណែមលោកស្រីគឹមណូវ៉ានិងកូនស្រីសូមបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយអរគុណប្រិយមិត្តដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយខ្ញុំបាទហៀងចំណិតសូមអរគុណសូមជម្រាបលា